លោកធានសំរងស៊ីសូមជំរាបសួរបាទជំរាបសួរលោកខេមរាបាទអាជ្ញាធរនៅក្នុងប្រទេសកម្ពុជាបានរារាំងលោកឬក៏ក្រុមហ៊ុនយន្តហោះមិនអោយដឹកលោកទៅកាន់ប្រទេសកម្ពុជាវិញតើការរារាំងនេះចាត់ទុកថាជាមធ្យោបាយបញ្ចប់ជីវិតនយោបាយលោកឬក៏ជាការដែលអាចធ្វើឲ្យមានដំណោះស្រាយនយោបាយកាន់តែឆាប់ទៅវិញបាទខ្ញុំជឿថាស្ថានភាពកាន់តែធ្ងន់ធ្ងរគឺដំណោះស្រាយឃើញកាន់តែជិតមកដល់ពីព្រោះมันអាចឲ្យស្ថានភាពនៅធ្ងន់ធ្ងរបែបនេះទេពីព្រោះថាប្រទេសកម្ពុជាយើងត្រូវឈានទៅមុខមិនត្រូវឲ្យរាំងស្ទះមិនត្រូវឲ្យមានវិបត្តិនយោបាយឥតឈប់ឈរបែបនេះទេបាទលោកប្រហែលជាបានចាំខ្លះៗពីសម័យមុនឬក៏ពីប្រមាណអាណត្តិមុនដែលមានដូចថាការដែលមិនឲ្យគណៈបកមួយមានកម្លាំងខ្លាំងហើយដូចជាមានបកប្រហារអីនៅក្នុងតើរឿងនេះអាចនឹងមានមធ្យោបាយយ៉ាងដូច្នោះទេតាមលោកមើលទៅឬក៏នេះគឺជាការអនុវត្តច្បាប់សុទ្ធសាធជាលើកទី1ដែលនៅប្រទេសកម្ពុជាមានចលនាប្រជាធិបតេយ្យដែលរួបរวมគ្នាជាធ្លុងមួយហើយមានគណៈបកតែមួយគត់ដែលតំណាងឲ្យឆន្ទៈប្រជារាស្ត្រដែលចង់បានការផ្លាស់ប្ដូរដូច្នេះស្ថានភាពឥឡូវនេះច្បាស់ក្រឡែតហើយងាយយល់ណាស់ពីព្រោះមានគណៈបកពីរតទល់គ្នាគណៈបកកាន់អំណាចហើយគណៈបកសង្គ្រោះជាតិមួយទល់នឹងមួយវាល្អតាមដានហើយមួយទល់នឹងមួយគឺមិនស្ទះចលនាប្រជាធិបតេយ្យទេខ្មែរយើងធ្លាប់តែបែកបាក់គ្នាពីមុនតែឥឡូវរួបរวมគ្នាជាធ្លុងមួយជុំវិញគណៈបកសង្គ្រោះជាតិទាំងហើយដែលជាក្តីសង្ឃឹមតែមួយគត់សម្រាប់ប្រជារាស្ត្រខ្មែរបាទមានហេតុផលយ៉ាងណាដែលអាចមានជំនឿយ៉ាងដូច្នោះយ៉ាងខ្លាំងនោះបាទព្រោះគណៈបកប្រជាជនក៏មានជំនឿដូចគ្នាអញ្ចឹងដែរបាទថាឈ្នះដែរអញ្ចឹងទៅគេជឿអីជឿទៅប៉ុន្តែចំពោះយើងឃើញថាស្ថានភាពនៅចាប់ពីឆ្នាំ2013មក2013 2014 15 16រហូតទៅដល់បោះឆ្នោត2017 2018គឺតារាបណាជារាស្ត្រខ្មែរទៅតែគ្រប់គ្រងគណៈបកសង្គ្រោះជាតិហើយគ្មានគណៈបកណាដែលគ្រប់គ្រងបើចង់ឲ្យមានការផ្លាស់ប្ដូរដូច្នេះជំរឿសវាមានតែមួយទល់នឹងមួយគណៈបកសង្គ្រោះជាតិតទល់ជាមួយនឹងគណៈបកប្រជាជនកម្ពុជាដែលប្រជារាស្ត្រខ្មែរធុញទ្រាន់នឿយណាយការអំណាច37ឆ្នាំហើយមិនដែលមានទេក្នុងពិភពលោកកម្រណាស់មានតែប្រទេសផ្ដាច់ការជាងគេក្រីក្រជាងគេអន់ថយជាងគេដែលមានគណៈបកតែមួយកាន់អំណាចរាប់សិបឆ្នាំ30-40ឆ្នាំដោយប្រទេសកម្ពុជាហើយមាននាយករដ្ឋមន្ត្រីកាន់អំណាចរាប់10ឆ្នាំ30ឆ្នាំដោយនៅប្រទេសកម្ពុជាដូច្នេះយើងត្រូវតែរើបំរាស់យើងត្រូវតែផ្លាស់ប្ដូរដើម្បីចង់ឲ្យប្រទេសយើងមានការរីកចម្រើនពិតប្រាកដហើយធានាឲ្យកូនខ្មែរមានអនាគតភ្លឺស្វាងបាទអង្គការសិទ្ធិមនុស្ស Human Rights Watch បានចេញសេចក្តីប្រកាសព័ត៌មានមួយហើយ VOA បានទទួលនៅថ្ងៃនេះដោយទាមទារឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលបំរាមដែលរារាំងលោកប្រធានសំរងស៊ីចូលទៅកាន់ប្រទេសកម្ពុជាវិញហើយអង្គការនេះបាននិយាយថាការដាក់ឲ្យលោកសំរងស៊ីនេះប្រទេសខ្លួនជាផ្លូវការគឺជាការព្យាយាមចុងក្រោយដោយគណៈបកគ្រប់គ្រងប្រទេសដើម្បីយកជ័យជំនះនៅក្នុងការបោះឆ្នោតជាតិនានានៅពេលខាងមុខហើយដោយបញ្ជាក់ថាទង្វើនេះគឺចង់បញ្ជាក់ឲ្យប្រកាសថានឹងគ្មានគូប្រកួតប្រជែងដ៏ពិតនោះទេហើយលោក Red Adam ជានាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ីក៏បានបញ្ជាក់ដែរថាលោកទទូចឲ្យម្ចាស់ជំនួយរបស់កម្ពុជាសមាជិកអាស៊ានត្រូវតែទាមទារជាបន្ទាន់និងជាសាធារណៈឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបញ្ចប់ការធ្វើទុកបុកម្នេញក្រុមជំទាស់តើលោកយល់យ៉ាងម៉េចចំពោះសេចក្តីប្រកាសព័ត៌មាននេះបាទខ្ញុំយល់ឃើញថាទង្វើរបស់រដ្ឋាភិបាលលោកហ៊ុនសែនបង្ហាញឲ្យឃើញអំពីភាពអស់សង្ឃឹមពីព្រោះវាអត់មានផ្លូវអីដើរទៀតបានជ្រើសរើសផ្លូវខុសច្បាប់ទាំងច្បាប់ជាតិទាំងច្បាប់អន្តរជាតិពីប្រទេសខ្ញុំរារាំងមិនឲ្យខ្ញុំសំរងស៊ីដែលជាប្រជាពលរដ្ឋខ្មែរមួយរូបវិលត្រឡប់មកប្រទេសកម្ពុជាប្រទេសកំណើតប្រទេសរបស់ខ្ញុំគេមិនដែលធ្វើទេក្នុងពិភពលោកប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យប្រទេសដែលចេះគោរពច្បាប់ជាតិច្បាប់អន្តរជាតិគេមិនដែលរារាំងខាមឃាត់មិនឲ្យប្រជាពលរដ្ឋគេដែលមានសញ្ជាតិនៃប្រទេសនោះមិនឲ្យចូលមកប្រទេសរបស់ខ្លួនទេដោយសារថារដ្ឋាភិបាលលោកហ៊ុនសែនឥឡូវនេះចូលមកដល់ថ្នាក់នឹងហើយរារាំងមិនឲ្យប្រជាពលរដ្ឋខ្លួនឯងម្នាក់ចូលមកប្រទេសខ្លួនឯងវិញអានឹងមានន័យថាអស់សង្ឃឹមហើយមិនដឹងជារកផ្លូវណាទៀតអាផ្លូវអស់សង្ឃឹមអាផ្លូវចុងក្រោយនេះប៉ុន្តែផ្លូវនេះត្រូវគេកោលទោសត្រូវគេមើលងាយថារដ្ឋាភិបាលនេះខ្សោយហើយអន់មែនទែនអត់មានមធ្យោបាយអីទប់ស្កាត់មិនឲ្យខ្ញុំសំរងស៊ីចូលមកប្រកួតក្នុងការបោះឆ្នោតហើយសូមជម្រាបហើយសូមរំលឹកថាក្នុងការបោះឆ្នោត2018គឺបោះឆ្នោតជ្រើសរើសមិនមែនជ្រើសរើសតែតំណាងរាស្ត្រទេជ្រើសរើសនាយករដ្ឋមន្ត្រីហើយនាយករដ្ឋមន្ត្រីគឺមានបេក្ខជនតែ2ទេបេក្ខជនគឺប្រធានគណៈបកទាំង2ដែលមានអាសនៈក្នុងរដ្ឋសភាលោកហ៊ុនសែនជាបេក្ខជនមួយរូបក្នុងឋានៈលោកជាប្រធានគណៈបកប្រជាជនហើយនឹងខ្ញុំសំរងស៊ីជាបេក្ខជនមួយរូបទៀតក្នុងឋានៈជាប្រធាន
គណៈបកសង្គ្រោះជាតិដូច្នេះការដែលលោកហ៊ុនសែនរៀបរៀងមិនឲ្យខ្ញុំចូលមកដែលជាប្រកួតរបស់គាត់ចូលមកប្រកួតជាមួយគាត់បង្ហាញថាគាត់នឹងអន់ណាគឺគាត់នឹងកំសាកគាត់នឹងមិនមានគំនិតមិនមានស្មារតីកីឡាប្រកួតតទល់គ្នាទេដូចថាប្រកួតនយោបាយនេះយើងអាចប្រៀបធៀបថាដូចជាកីឡាប្រដាល់គូប្រកួតទាំងពីរត្រូវឡើងលើសៃវៀនតែលោកហ៊ុនសែនគាត់ឡើងលើសៃវៀនម្នាក់គាត់ហើយគាត់រៀបរៀងមិនឲ្យខ្ញុំគូប្រកួតឡើងលើសៃវៀនដែរអញ្ចឹងគាត់ចង់ប្រកួតជាមួយនរណាគាត់ចង់បដាល់ជាមួយនរណាបដាល់ជាមួយខ្យល់ព្រោះគាត់ដើរទៅជាមួយខ្យល់គាត់មិនអាចថាគាត់ឈ្នះនរណាបានទេព្រោះគាត់សឿងព្រោះគាត់មានចិត្តកីឡាត្រូវឲ្យគូប្រកួតម្នាក់ទៀតឈ្មោះសំរងស៊ីឡើងមកប្រដាល់ជាមួយគាត់ប្រកួតជាមួយគាត់នៅលើសៃវៀនអញ្ចឹងហើយបានឥឡូវនេះអន្តរជាតិគេអស់សំណើចថាលោកហ៊ុនសែនមិនគួរកំសាកមិនគួរអន់ដល់ថ្នាក់នឹងទេបាទលោកធានសំរងស៊ីលោកត្រូវប្រជាពលរដ្ឋបោះឆ្នោតជូនហើយគណៈបកសង្គ្រោះជាតិបាន55អាសនៈដែលមានប្រជាពលរដ្ឋសឹងទាំង50%ដែលគ្រប់គ្រងលោកគឺបើសិននិយាយជាភាសាសាមញ្ញថាកន្លះប្រទេសប៉ុន្តែឥឡូវបើសិនជាការរារាំងនេះមិនឲ្យចូលទៅកាន់ប្រទេសកម្ពុជាវិញចំពោះរូបលោកតើអ្នកគ្រប់គ្រងរបស់លោកនឹងអាចទទួលយកបានទេពីរឿងនេះទី1ទាំងថាគណៈបកសង្គ្រោះជាតិទទួលបាន55កៅអីនៅរដ្ឋសភា55កៅអីហ្នឹងគឺសល់ពីការលួចបើគ្មានការលួចហើយបើបន្ថយការលួចតែបន្តិចគឺគណៈបកសង្គ្រោះជាតិទទួលបានកៅអីច្រើនជាងគណៈបកប្រជាជនកម្ពុជាទៅទៀតដូច្នេះលោកហ៊ុនសែនសប្តាហ៍គឺជានាយករដ្ឋមន្ត្រីខុសច្បាប់ទៅហើយបានតំណែងមកពីការលួចស្លឹកឆ្នោតមកពីការក្បត់ឆន្ទៈប្រជារាស្ត្រហើយខ្ញុំមានជំនឿលើឆន្ទៈប្រជារាស្ត្រថាប្រជារាស្ត្រកាន់តែចង់មានការផ្លាស់ប្ដូរថែមទៅទៀតចង់និរទេសខ្ញុំមិនឲ្យខ្ញុំមកលើដីប្រទេសកម្ពុជាខ្ញុំជឿថាគ្មានប្រសិទ្ធភាពទេពីព្រោះបើខ្ញុំមានវត្តមាននៅប្រទេសកម្ពុជាទោះជាខ្ញុំខំធ្វើដំណើរតាមខេត្តទៅសួរសុខទុក្ខប្រជារាស្ត្រទៅដល់មូលដ្ឋានតាមខេត្តតាមស្រុកតាមឃុំតាមភូមិខ្ញុំមួយថ្ងៃប្រហែលជួបបាន2-3,000នាក់ទៅលើទឹកដីប្រទេសកម្ពុជាជួបផ្ទាល់តែឥឡូវនេះសម័យថ្មីនេះគឺយើងមាន Facebook ខ្ញុំជួបប្រជាពលរដ្ឋ2-3 លាននាក់មិនមែន2-3,000នាក់បើជួបផ្ទាល់ទេជួបតាម Facebook ជួបមួយថ្ងៃ2-3 លាននាក់ដូច្នេះគំនិតរបស់ខ្ញុំឧត្តមគតិរបស់ខ្ញុំគឺនៅតែផ្សព្វផ្សាយនៅតែប្រជារាស្ត្រអាចតាមដានអាចមានការឆ្លើយឆ្លងមានការធ្វើបច្ចុប្បន្នភាពអំពីព្រឹត្តិការណ៍នានាគឺគេតាមដានគេយល់ដឹងទាំងអស់ដូច្នេះគ្មានប្រសិទ្ធភាពទេខ្ញុំនៅប្រទេសកម្ពុជាខ្ញុំច្បាស់ជាចង់ត្រឡប់មកវិញហើយប៉ុន្តែក្នុងកាលៈទេសៈបណ្ដោះអាសន្ននេះដែលខ្ញុំនៅក្រៅប្រទេសក៏ខ្ញុំនៅតែមានវត្តមានផ្លូវចិត្តនៅតែមានវត្តមាននយោបាយជាប់ទឹកចិត្តខ្ញុំបេះដូងខ្ញុំនៅតែជាប់ជាមួយប្រជាពលរដ្ឋជានិច្ចជាកាលបាទអញ្ចឹងមានន័យថាមិនទាន់ដាក់ការកំណត់ថាត្រូវវិលត្រឡប់ទៅវិញនៅពេលណាទេមែនទេខ្ញុំបាននិយាយហើយដោយសារថាការបោះឆ្នោតជាតិបើគ្មានវត្តមានគូប្រកួតមួយទៀតគូប្រកួតឈ្មោះសំរងស៊ីតតាំងតទល់ជាមួយគូប្រកួតឈ្មោះហ៊ុនសែនការបោះឆ្នោតនោះវាគ្មានន័យវាគ្មានតម្លៃវាគ្មានប្រយោជន៍ដូច្នេះខ្ញុំជឿថានឹងមានដំណោះស្រាយពេលជិតបោះឆ្នោតគឺខ្ញុំនឹងត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីជំរុញឲ្យការបោះឆ្នោតនោះវាមានន័យឲ្យគេទទួលស្គាល់ផងកុំធ្វើការបោះឆ្នោតលេងសើចគូប្រកួតមានតែមួយវាអត់មានប្រយោជន៍អីទេបើរៀបចំការបោះឆ្នោតបែបហ្នឹងដូច្នេះខ្ញុំនឹងមកកែតម្រូវការបោះឆ្នោតលើក្រោយថ្ងៃបោះឆ្នោតមកដល់គឺខ្ញុំនឹងមកដល់ដើម្បីឲ្យមានគូប្រកួតបាទលោកធានសំរងស៊ីការរារាំងមិនឲ្យលោកចូលមកកាន់ប្រទេសកម្ពុជាអាជ្ញាធររដ្ឋាភិបាលបានបកស្រាយថាជាហេតុផលសន្តិសុខហើយក៏ប៉ុន្តែគណៈបករបស់លោកថាគណៈបកគ្រប់គ្រងប្រទេសព្រួយបារម្ភពីប្រយោជន៍ភាពរបស់លោកទៅវិញតើហេតុផលនៃរឿងសន្តិសុខនេះអាចថាជាហេតុផលត្រឹមត្រូវប៉ុណ្ណាទៅបាទហើយរឿងដូចខូចពលានយន្តហោះឬក៏រឿងបញ្ហាផ្សេងទៀតអញ្ចឹងនេះគ្រាន់តែជាលេសដែលធ្វើឲ្យប្រជារាស្ត្រអ្នកសង្កេតការជាតិអន្តរជាតិគេសើចគេអស់សំណើចរឿងអីបុគ្គលខ្ញុំម្នាក់ឈ្មោះសំរងស៊ីបោកបង្កើតចលាចលឲ្យមានគ្រោះថ្នាក់ដល់នរណាឲ្យមានហិង្សាដល់នរណាខ្ញុំជាមួយនឹងលោកកឹមសុខាយើងបានដឹកនាំបាតកម្មមនុស្សរាប់សែនរាប់លានអ្នកមិនដែលមានអំពើហិង្សាអីទេបងប្អូនយើងចាំហើយកាលពីឆ្នាំ2013ចុងឆ្នាំ2013ដើមឆ្នាំ2014គឺយើងបានចូលរួមក្នុងមហាបាតកម្មដែលមិនដែលមានក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាហើយគ្មានអំពើហិង្សាទាល់តែសោះអំពើហិង្សាដែលរដ្ឋាភិបាលបង្កើតគេជួលមនុស្សដៃដល់មនុស្សដែលគេហៅថាបាតដៃទី3ហ្នឹងប៉ុន្តែសិតតែមកពីគ្នាគេទៅទាំងអស់ហ្នឹងប៉ុន្តែមិនដែលជំរុញឲ្យមានចលាចលមានអំពើហិង្សាទេដូច្នេះនេះគ្រាន់តែជាលេសគឺខ្លាចវត្តមានខ្ញុំសំរងស៊ីព្រោះខ្ញុំមកហ្នឹងគឺខ្ញុំអាចបំផុសបំផុលទឹកចិត្តប្រជា
ជារាជកាន់តែខ្លាំងក្លាថែមទៀតហើយគណៈបកប្រជាជននឹងចាញ់ឆ្នោតកាន់តែធ្ងន់ធ្ងរថែមទៀតបាទសូមអរគុណច្រើនលោកប្រធានសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិដែលបានផ្ដល់កិច្ចសម្ភាសតាមទូរស័ព្ទជាមួយនឹង VOA ដោយពេលវេលាខ្លីសូមបញ្ចប់កិច្ចសម្ភាសតែប៉ុណ្ណេះបាទសូមជម្រាបលាលោកអរគុណលោកខេមរាសូមជម្រាបលាបាទ